ឧទាហរណ៍ថានៅផ្ទះយើងនៅជាមួយគ្នាយើងត្រូវដោះដូរក្តីសុខឲ្យគ្នាអញ្ចឹងការសរសេរផ្សំធាតុគីមីចូលគ្នាក៏ត្រូវតែការដោះដូរដូចគ្នាដែរអូខេគ្នាយើងលើថាចង់រៀនគីមីចេះមែនទេអត់ដឹងថាទៅរៀនពីណាមកឥឡូវមើលមកនេះមកចឹងក្នុងការរៀនគីមីយើងមានមូលដ្ឋានគ្រឹះក្នុងការចាប់ផ្ដើមដែរគណិតក៏គេមានរូបក៏គេមានគីមីយើងក៏យើងមានមូលដ្ឋានគ្រឹះដែរអញ្ចឹងតោះ start ទៅទាំងអស់គ្នាអញ្ចឹងចំពោះមូលដ្ឋានគ្រឹះគីមីខ្ញុំបែងចែកជាចំណុចខ្លះៗក្នុងការរៀនយើងមិនមែនរៀនទៅទាំងដុលទាំងអស់ហ្មងទេឥឡូវយើងមកចំណុចទូចទី1សិនតើតងជាមួយនឹងការសរសេររូបមន្តនៃធាតុគីមីអញ្ចឹងក្នុងការសរសេររូបមន្តធាតុគីមីខ្ញុំឲ្យទម្រង់ទូទៅបែបនេះឥឡូវខែឡូគ្នាយើងថាមើលមិនយល់អញ្ចឹងចាំខ្ញុំប្រាប់មួយទូចមកឥឡូវជួរឈរនេះខ្ញុំតាំងដោយធាតុអានេះខ្ញុំតាំងឯណាអញ្ចឹងធាតុនេះគឺខ្ញុំតាំងដោយ A ជួរនេះគឺបឡង់អញ្ចឹង A មានបឡង់ X ទៅពេល B មានបឡង់ Y អញ្ចឹងនៅពេលដែលយើងសរសេរទៅជាសមាសធាតុយើងបានតែពេលដែលអូនឯងសរសេរទៅជាសមាសធាតុកុំភ្លេចរឿងមួយឧទាហរណ៍ថានៅផ្ទះយើងនៅជាមួយគ្នាយើងត្រូវដោះដូររបស់របរឬក៏ក្តីសុខឲ្យគ្នាអញ្ចឹងការសរសេរផ្សំធាតុគីមីចូលគ្នាក៏ត្រូវតែការដោះដូរដូចគ្នាដែរប៉ុន្តែការផ្សំធាតុគីមីគឺយើងត្រូវដោះដូរលើបឡង់អូខេមកអញ្ចឹងបើសិនជា A មានបឡង់ X B មានបឡង់ Y អញ្ចឹងនៅពេលដែលយើងសរសេរចូលគ្នា A នេះត្រូវមកចាប់យកបឡង់របស់ B នេះចាប់យកបឡង់របស់ A វិញអញ្ចឹងយើងបាន A ចាប់យកបឡង់របស់ B គឺ Y ទៅពេល B ទៅចាប់យកបឡង់របស់ A គឺ X អញ្ចឹងយើងបានសមាសធាតុបើយើងចង់បានអូខេឥឡូវបើខ្ញុំបញ្យល់អញ្ចឹងខៃឡូរៀងពិបាកសម័យឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងខ្ញុំមាន3ឧទាហរណ៍អញ្ចឹងយើងមើលពីឧទាហរណ៍ទី1ទៅឧទាហរណ៍ថាខ្ញុំឲ្យជាឈ្មោះមកសូដ្យូមអុកស៊ីតអញ្ចឹងខ្ញុំឲ្យសូដ្យូមអុកស៊ីតចង់ឲ្យគ្នាយើងសរសេរទៅជានិមិត្តសញ្ញាតែយើងត្រូវសរសេរបែបម៉េចអញ្ចឹងក្នុងការសរសេរសមាសធាតុអីចេញយើងមើលឈ្មោះរបស់គេឲ្យនេះគេឲ្យសូដ្យូមអុកស៊ីតអញ្ចឹងយើងមើលសូដ្យូមអុកស៊ីតក្នុងនោះមានធាតុអីខ្លះទី1មានធាតុសូដ្យូមមកយើងដាក់តម្រង់ទូទៅបែបហ្នឹងមកយើងរៀនធ្វើក្រៅអាហ្នឹងមកសូដ្យូម Na បឡង់ប៉ុន្មាន1អុកស៊ីតនិមិត្តសញ្ញាដាក់ក្រោមមកអូបឡង់របស់អុកស៊ីតគឺ2ហេតោះអញ្ចឹងដល់ពេលយើងផ្សំគុំចូលគ្នាមែនទេអញ្ចឹងដល់ពេលដែលគុំចូលគ្នា Na មកចាប់យកបឡង់របស់អុកស៊ីហ្សែនយើងបាន Na 2ដល់ពេល O ចាប់យកបឡង់របស់ Na អញ្ចឹងយើងបានអូមួយអត់សរសេរទេហេតោះទៅមួយទៀតទី2ឧទាហរណ៍ខ្ញុំឲ្យអាលុយមីញ៉ូមអុកស៊ីតអាលុយមីញ៉ូមអុកស៊ីតយើងមើលក្នុងសមាសធាតុហ្នឹងវាមានធាតុអីខ្លះទី1វាផ្សំឡើងពីអាលុយមីញ៉ូមនិមិត្តសញ្ញាគឺ Al វឡង់គឺ3អុកស៊ីតនិមិត្តសញ្ញា O វឡង់គឺ2នៅពេលដែលយើងសរសេរផ្សំចូលគ្នាយើងបានមកក្រោមមកយើងបាន Al ចាប់យកបឡង់អុកស៊ីហ្សែនយើងបាន Al2 O ចាប់យកបឡង់របស់អាលុយមីញ៉ូម Al2O O3 សំដៅអូខេមកអានេះយើងបាននិមិត្តសញ្ញារបស់អាលុយមីញ៉ូមអុកស៊ីតអញ្ចឹងនៅសល់មួយទៀតសូដ្យូមក្លរ៉ូយើងមើលសូដ្យូមនិមិត្តសញ្ញាអីក្លឥឡូវខ្ញុំឲ្យសូដ្យូមនិមិត្តសញ្ញា Na វឡង់1ក្លនិមិត្តសញ្ញា Cl វឡង់ក៏1ដែរអញ្ចឹងនៅពេលដែលយើងសរសេរចូលគ្នាមកយើងបានអីខមមិនចម្លើយខាងក្រោមអរគុណសម្រាប់វីដេអូបន្ថែមសូមចូលទៅកាន់គេហទំព័រ V2 Education